មានបុរសម្នាក់បានធ្វើដំណើរតែម្នាក់ឯងនោះទេហើយនៅតាមដងផ្លូវគេកំពុងតែដើរនោះគឺស្ងាត់ហើយជ្រងំមើលទៅពិតជាគួរឲ្យព្រឺព្រួចខ្លាំងណាស់តែបុរសរូបនេះបែរជាដើរធ្វើដូចជាមិនដឹងទៅវិញហើយគេក៏បានឃើញស្ត្រីម្នាក់កំពុងតែអង្គុយបែរខ្នងណែអ្នកនាងតើអ្នកនាងជាអ្នកណាគេដែរទៅមិនក៏មកអង្គុយសង្កត់អីនៅចំពីមុខផ្លូវខ្ញុំកំពុងតែដើរទៅមុខអញ្ចឹងហើយមើលទៅតំបន់ភូមិសាស្ត្រនេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់នាងមិនគួរណាមកអង្គុយសង្កត់អីតែម្នាក់ឯងនៅទីនេះនោះទេឆាប់ត្រឡប់ទៅផ្ទះវិញទៅកុំនៅទីនេះយូរទៀតប្រយ័ត្នខ្មោចលងណាខ្ញុំកំពុងតែអង្គុយរងចាំសង្សាររបស់ខ្ញុំពួកយើងបានណាត់គ្នាតាមទូរស័ព្ទថានឹងមកជួបគ្នានៅទីកន្លែងនេះឥឡូវខ្ញុំអង្គុយចាំឡើងច្រើនម៉ោងឥឡូវហើយតែមិនទាន់ឃើញមកទៀតតើវាបាត់ទៅណាទៅណោះអូប្រហែលជានាងចាញ់បោកគេម្នាក់នោះហើយមើលទៅព្រោះថាសម័យបច្ចុប្បន្ននេះឥឡូវអារឿងសង្សារនិងគូស្នេហ៍ចាញ់បោកគ្នាតាមបណ្ដាញសង្គមនេះគឺខ្ញុំបានឃើញច្រើនលើកច្រើនសារមកហើយនាងគួរក៏កុំបន្តអង្គុយចាំគេម្នាក់នោះទៀតអីគួរតែឆាប់ត្រឡប់ទៅផ្ទះវិញទៅល្អជាងហើយមើលទៅម្ដុំនេះពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់នាងនៅទីនេះយូរអាចនឹងគ្មានសុវត្ថិភាពក៏ថាបានព្រោះថាពួកអមនុស្សនឹងអាចនឹងចេញមកក្នុងពេលឆាប់នេះជាមិនខាននោះឡើយនាងគួរតែឆាប់ត្រឡប់ទៅវិញទៅនាងហើយស្ត្រីមុខអាក្រក់ម្នាក់នេះក៏បានបែរមុខមកធ្វើឲ្យបុរសរូបនេះបានឃើញមុខរបស់នាងហើយក៏មិននៅចាំយូរក៏បានដាក់មេប្រូចរត់ទៅយ៉ាងលឿនទៅហើយខ្មោចស្ត្រីម្នាក់នេះក៏បានរត់ដាញ់តាមគេពីក្រោយមើលទៅពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់